ជម្រាបសួរសួស្តីដល់អ្នកគ្នាមកជួបជាមួយខ្ញុំម្ដងទៀតហើយអញ្ចឹងលំហាត់បែបនេះយើងធ្វើតាក់ទងទៅនឹងការស្រាយបច្ចេកតាក់ទងទៅនឹងបេកោមានដល់អ្នកគ្នាអូខេអញ្ចឹងយើងមកមើលលំហាត់របស់យើងគេទី1ហ្នឹងគឺគេឲ្យតាំង alpha បូកជាមួយនឹងកូតាំង alpha ស្មើនឹង sec alpha ដកជាមួយនឹងកូ sec alpha មួយទៀតវិញគឺគេឲ្យ sin alpha បូកកូ alpha លើកជាការ៉េបូកជាមួយនឹង sin alpha បូកកូ ដកកូ alpha លើកជាការ៉េស្មើ2អញ្ចឹងអីដែលយើងត្រូវធ្វើហ្នឹងគឺយើងត្រូវស្រាយបច្ចេកថាប៉ុណ្ណេះយើងកណនីប៉ុណ្ណេះទៅស្មើប៉ុណ្ណេះហ្នឹងប៉ិតមែនអត់ចឹងណាបងប្អូនគ្នាអូខេឥឡូវកុំឲ្យរងចាំយូរយើងមកមើលរបៀបធ្វើបងប្អូនគ្នាហើយនេះគឺជារូបមន្តខ្លះៗដែលយើងត្រូវប្រើនៅក្នុងលំហាត់ពីរនេះងាយៗបងប្អូនគ្នារូបមន្តទាំងអស់នេះសុទ្ធតែបានមកពីទី10ដែរលំហាត់ទីកោមានទី10ដែលយើងបាននិយាយហ្នឹងក៏យកមកប្រើនៅក្នុងហាត់នេះដែរទី1ហ្នឹងគឺតាំង alpha ស្មើជាមួយនឹង sin alpha ចែកជាមួយនឹង cos alpha ដូចបងប្អូនគ្នាដឹងអញ្ចឹងចំណែកកូតាំង alpha ស្មើជាមួយនឹង cos alpha ចែកជាមួយ sin alpha វិញពីរហ្នឹងបើច្រាស់បដ ாய் គ្នាបងប្អូនគ្នាចំណែកត្រង់កន្លែងនេះគឺជារូបមន្តដែលចាំជាងគេនឹងឯង sin ការ៉េ alpha បូក cos ការ៉េ alpha ស្មើ1ហើយនេះគឺជារូបមន្តរៀងថ្មីតិចសម្រាប់យើងគឺ1លើ cos alpha គុណជាមួយនឹង sin alpha ស្មើជាមួយនឹង sec alpha ដកជាមួយនឹង cos sec alpha ឥឡូវយើងមកកណនីលំហាត់ទី1មុនបងប្អូនគ្នាសម្រាប់លំហាត់ទី1វិញអូខេគឺគេឲ្យតាំង alpha បូកជាមួយនឹងកូតាំង alpha ស្មើជាមួយនឹង sec alpha ដកជាមួយនឹង cos sec alpha អូខេអញ្ចឹងដំបូងហ្នឹងគឺបងប្អូនគ្នាត្រូវស្រាយឲ្យមកចំហៀងហ្នឹងប៉ិតទៅនឹងមកចំហៀងទៀតនេះយើងស្រាយខាងនេះមកដើម្បីឲ្យប៉ិតដើម្បីឲ្យបានប៉ុណ្្នេះចឹងណាបងប្អូនគ្នាអូខេដូចបងប្អូនគ្នាដឹងយើងយករូបមន្តមកចុះចូលតែម្ដងដូចបងប្អូនគ្នាដឹងអញ្ចឹងថាតាំង alpha ស្មើជាមួយនឹង sin alpha ចែកជាមួយនឹង cos alpha អញ្ចឹងបងប្អូនគ្នាដាក់មកអញ្ចឹង sin alpha ចែកនឹង cos alpha ចំណែកកូតាំង alpha ក៏បងប្អូនគ្នាដឹងដែរថាគឺស្មើជាមួយនឹង cos alpha បូកជាមួយនឹង sin alpha cos alpha ចែកជាមួយនឹង sin alpha អូខេបន្តមកទៀតគឺបងប្អូនគ្នាស្រាយមកបងប្អូនគ្នាមិនបាច់ដាក់នេះទេបងប្អូនគ្នាគឺកណនីយកតែម្ដងអញ្ចឹងណាតាំងកន្លែងនេះដែរគឺយើងអាចតម្រូវភាគបែងត្រង់កន្លែងនេះមានកូ ខ្វះ sin អញ្ចឹងយើងគុណជាមួយនឹង sin អញ្ចឹងយើងបាន sin alpha sin ការ៉េ alpha បូកជាមួយនឹងកូការ៉េ alpha ចែកជាមួយនឹងម៉ានបងប្អូនគ្នាភាគបែងហ្នឹងគឺគុណចូលគ្នាកូ alpha sin alpha ដូចបងប្អូនគ្នាដឹងអញ្ចឹងរូបមន្តយើងនេះគឺ sin ការ៉េ alpha បូកកូការ៉េ alpha ស្មើ1អញ្ចឹងយើងបាន1លើម៉ានបងប្អូនគ្នាលើកូ alpha គុណជាមួយ sin alpha ហើយនេះដែរបងប្អូនគ្នារូបមន្ត1លើកូ alpha គុណជាមួយ sin alpha ស្មើនឹង sec alpha ដកជាមួយនឹងកូ sec alpha អញ្ចឹងយើងបាន sec alpha ដកកូ sec alpha ប៉ុន្តែមកគឺពិតបាត់តែបងប្អូនគ្នាងាយទេតែគ្រាន់តែពេលខ្លះយើងរៀនពិបាកព្រោះយើងអត់ដឹងថាយើងគួរស្រាយតាមវិធីមួយណាអញ្ចឹងណាតែបងប្អូនគ្នាអញ្ចឹងនេះគឺជាលំហាត់ទី2របស់យើងគេឲ្យ sin alpha បូកជាមួយនឹង cos alpha លើកជាការ៉េបូកជាមួយនឹង sin alpha ដក cos alpha លើកជាការ៉េស្មើ2សម្រាប់លំហាត់មួយនេះគឺយើងធ្វើតាមរូបមន្ត a បូក b លើកជាការ៉េហើយនិង a ដក b លើកជាការ៉េបងប្អូនគ្នាតម្រូវតាមរូបមន្តហ្នឹងមកអញ្ចឹងតាមកន្លែងនេះបងប្អូនគ្នាបាន sin ការ៉េ alpha sin ការ៉េ alpha បូក2 sin alpha គុណជាមួយនឹង cos alpha បូក cos alpha កូការ៉េ alpha បន្តមកទីត្រង់កន្លែងនេះសញ្ញាបូកទេអញ្ចឹងបងប្អូនគ្នាអាចដាក់បដោយបានបើចាំដាក់សញ្ញាដាក់វងកញ្ចក់ក៏បានដែរយើងមក sin ការ៉េ alpha ដក2 sin alpha cos alpha បូកជាមួយនឹងកូការ៉េ alpha ត្រង់កន្លែងនេះដែរបងប្អូនគ្នាត្រូវដឹងហានចេះតើយើងគួរធ្វើមិនទៀតជាមួយណានេះណាបងប្អូនគ្នាដឹងអញ្ចឹងថាត្រង់កន្លែងនេះ2 sin alpha គុណជាមួយនឹង cos alpha ដក2 sin alpha cos alpha អញ្ចឹងត្រង់កន្លែងនេះបងប្អូនគ្នាអាចសម្រួលចោលបានណាហើយនេះគឺយើងសល់វា sin alpha ជាមួយនឹង cos alpha ដូចបងប្អូនគ្នាដឹងអញ្ចឹង sin ការ៉េ alpha ជាមួយនឹង cos ការ៉េ alpha គឺយើងស្មើហ្មងបងប្អូនគ្នាគឺយើងស្មើ1ទេបន្តមកទៀត sin ការ៉េ alpha បូក cos ការ៉េ alpha នេះក៏ស្មើ1ទៀតដែរអញ្ចឹងយើងបាន1បូក1ហើយចម្លើយរបស់យើងគឺស្មើ2គឺពិតណាបងប្អូនគ្នាលំហាត់នេះអត់ពិបាករយដោយសារយើងគ្រាន់តែធ្វើតាមរូបមន្តដែលយើងមានហ្នឹងឲ្យតែចេះរូបមន្តហ្នឹងមកហើយយើងដឹងថា sin ការ៉េ alpha បូក cos ការ៉េ alpha ស្មើ1ទៅប៉ុណ្ណឹងគឺជាការស្រេចទេចឹងអរគុណដល់អ្នកគ្នាសម្រាប់តាមទស្សនាបើចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ